ស្វានេះបានលួចសម្លៀកបំពាក់របស់មនុស្សតែវាមិនដឹងថារបស់នោះជាអ្វីឡើយហើយវាក៏បានយកមករៀនស្លៀកពាក់ដោយខ្លួនឯងតែដោយសម្លៀកបំពាក់នោះរញ៉េរញ៉ៃពេកបានធ្វើឲ្យវាជាប់គាំងនៅលើដើមឈើនោះអស់រយៈពេលជាច្រើនថ្ងៃហើយស្វាដទៃទៀតបានព្យាយាមជួយវាដែរតែបើទោះបីជាពួកវាខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏ពួកវាមិនអាចជួយបានដែរស្វាបានចាប់មែកឈើក្បែរនោះព្យាយាមអង្រួនវាដោយខ្លួនឯងប៉ុន្តែមិនបានសម្រេចគ្រប់ពេលសម្លៀកបំពាក់នោះបានជាប់យ៉ាងណែននៅលើមែកឈើប៉ុន្មានថ្ងៃក្រោយមកក្រុមអ្នកជួយសង្គ្រោះបានចូលទៅក្នុងព្រៃហើយបានជួយសង្គ្រោះសត្វស្វាដល់កំសត់នោះនិងបានផ្ដល់ចំណីជាច្រើនដល់ហ្វូងសត្វស្វាដទៃទៀតផងដែរក្រោយមកស្វាដល់កំសត់មិនហ៊ានលួចអ្វីពីមនុស្សទៀតទេវាកាន់តែមានភាពស្ងប់ស្ងាត់ដែលអនុញ្ញាតឲ្យមនុស្សអាចប៉ះវាដោយសេរីអ្នកទេសចរអាចលេងជាមួយពួកវាបានដោយសុវត្ថិភាពអាចយករបស់របរតុបតែងកាយឲ្យវាបានយ៉ាងងាយស្រួលដែលមើលទៅស្វានោះពិតជាគួរឲ្យស្រឡាញ់ណាស់ព្រោះវាដឹងគុណដល់មនុស្សដែលបានជួយវាកន្លងមកចំណែកបុគ្គលិកជួយសង្គ្រោះតែងតែទៅមើលសត្វស្វាទាំងនោះដើម្បីធានាថាពួកគេរស់នៅក្នុងព្រៃនោះដោយសុវត្ថិភាព